ប្រធានបទទី1ពលី140នាក់នេះបើយោងតាមអាស៊ីសេរីអញ្ចឹងខ្ញុំចោទជាសំណួរតើហ៊ុនម៉ាណែតត្រូវចំណាយពេល10ឆ្នាំ100ឆ្នាំឬរហូតប្រធានបទទី1នេះគឺជាប្រធានបទមួយដែលឆ្លុះបញ្ចាំងអ្នកស្កាយនិងអ្នកធ្វើស្រែកកសិករអំពីសច្ចធម៌មួយដែលកំពុងកើតឡើងនៅក្នុងប្រទេសកម្ពុជាសពថ្ងៃប្រធានបទទី2ខ្ញុំនឹងលើកយកមកនិយាយរឿងនៃធីបមួយដែលឆ្លុះបញ្ចាំងអំពីការពិតកាលពីមុនខ្ញុំនិយាយនៅក្នុងន័យវិទ្យាសាស្ត្រឥឡូវក៏នៅតែន័យវិទ្យាសាស្ត្រដែរអំពីរូបមន្តនៃសាមគ្គីដែលខ្ញុំដាក់ថាតើយើងសាមគ្គីបែបក្របីសាមគ្គីបែបចចកសាមគ្គីបែបឃ្មុំនិងស្រមោចឬបែបអង្ការលើឆប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាស្រាប់ខោជនផ្ដាច់ការផ្លាស់ប្ដូរផ្នត់គំនិតមានគ្រឿងខ្លែង2ទី1លេងនវត្រាត្រឡប់មករឿងនឹងព្រោះរឿងនឹងរឿងអយុត្តិធម៌យើងទៅតែនិយាយឃើញបណ្ដាញព័ត៌មានអាស៊ីសេរីបាននិយាយអំពីមេបញ្ជាការវាយប្រហារឬក៏ស្ដីបន្ទោសតាមខ្ញុំគិតប្រហែលជានឹងមានរឿងណារហូតដល់ការអប្រើអំពើហិង្សាខ្ញុំមិនបានដឹងទៅលើទាហានដែលត្រូវបានលេងនវត្រារ៉ាមេតាពុំបោកប្រាស់ទទួលរងអយុត្តិធម៌ពីមុនព័ត៌មាននេះគឺបាននិយាយម្ដងអំពីទាហានដែលបានលើកឡើងអំពីភាពអយុត្តិធម៌របស់គាត់មិនសង់ផ្ទះឲ្យគាត់ទី3ឥឡូវនេះរឿងនេះគឺវាឈានចូលដល់ដំណាក់កាលមួយរត់តែក្តៅកគុកដល់ការគំរាមកំហែងប្រមានដល់កលាហោមទៅខ្ញុំឃើញទស្សនៈខ្លះគេនិយាយថាការរកស៊ីគឺអតិថិជនដូចគ្នាទាំងអស់មិនគិតថាអ្នកណាជាទាហានអ្នកណាជាមន្ត្រីអ្នកណាជារាជអ្នកណាជាអង្គការទេគឺឲ្យតែបំពេញគ្រប់លក្ខខណ្ឌត្រូវទទួលបានផ្ទះសម្បែងទាំងអស់អានេះបើតាមច្បាប់គឺអញ្ចឹងមែនគឺគេនិយាយតែអំពីលក្ខខណ្ឌគេអត់មាននិយាយអំពីថាអ្នកនឹងជាកូនអ្នកមានអ្នកក្រអុកញ៉ារិះសាមញ្ញរិះមិនសាមញ្ញទេប៉ុន្តែចំណុចមួយអាចខុសដែរអ្នកដែលមានទ្រឹស្ដីបែបនេះត្រង់ណាសេងហ៊ាន់ខួាទាហានតែងតែមានលក្ខណៈពិសេសខុសគេសមីមកនៅទីណាក៏ដោយតែងតែមានសិទ្ធិលើសគេបន្តិចណាបងប្អូនអ្នកនៅអាមេរិកដឹងហើយអ្នកនៅបារាំងដឹងហើយអ្នកនៅអឺរ៉ុបដឹងហើយទាហានជាពិសេសទាហានដែលឆ្លងកាត់សមរភូមិមិនមែនទាហានបច្ចុប្បន្នណាក៏គេមានអាការលើកទឹកចិត្តមួយដោយឡែកណានៅលើពិភពលោកយើងនេះគេកម្របំបាក់ទឹកចិត្តអ្នកដែលយកជីវិតទៅការពារទឹកដីណាអញ្ចឹងទ្រឹស្ដីខ្លះគេនិយាយថាមនុស្សស្មើគ្នាទាំងអស់មិនថាអ្នកមានអ្នកក្រអុកញ៉ាមហាសទ្ធិពេទ្យតាមពិតឲ្យតែយើងមានលុយបំពេញគ្រប់លក្ខខណ្ឌគឺមានផ្ទះប៉ុន្តែរឿងនៅកម្ពុជារឿងលេងនវត្រាគឺខុសទី1លេងនវត្រាអត់មានគ្រប់ច្បាប់ទេណាគឺអ្នកដែលបង់លុយគ្រប់លក្ខខណ្ឌទៅឲ្យលេងនវត្រាគីមអាមុំក៏អត់ផ្ទះមិនមែនតែម្នាក់ទេវាចូលដល់រាប់រយរាប់ពាន់គ្រួសារអានឹងវាមិនមែននិយាយពីច្បាប់ម៉ែវាអីទេគឺនិយាយអំពីការឆោបោកអាចចាត់ទុកជាការឆោបោកបានដូចលេងនវត្រាអានេះសម្រាប់ខ្ញុំឆោអ្វីទៅហៅឆោបោកមានន័យថាទទួលលុយចុះកិច្ចសន្យាសាងសង់លាក់ភិរមប៉ុន្តែមិនឲ្យផលិតផលមិនឲ្យតំណែងហ្នឹងគឺផ្ទះមិនសាងសង់ឲ្យគេជាការបោកប្រាស់
ការបោកប្រាស់វាមានមិនសាងសង់និងពន្យាពេលត្រូវសងទៅគេដែរឧទាហរណ៍ថាផ្ទះនឹងត្រូវចំណាយពេល5ឆ្នាំស្រាប់តែយើងលេង10ឆ្នាំហើយមិនសង់ឲ្យគេក៏លេងទៅនៅគ្រឹះឲ្យមនុស្សទៅនៅឯណាគិមលីអ៊ីវចំណុចទី1ចំណុចទី2ច្បាប់មានមែនឧច្ឆសៀងបើសិនជារឿងអញ្ចឹងអ្នកណាមានលុយគឺក្រុមហ៊ុនឲ្យប៉ុន្តែរឿងលេងនវត្រាមានអញ្ចឹងឯណាអ្នកដែលមានអំណាចអ្នកដែលមានលុយបានទេតើសុផាន់រិទ្ធប៉ុន្តែអ្នកធម្មតាដែលគ្នាមានលុយដែរគ្នាអត់មានទៅបោកប្រាស់ក្រុមហ៊ុនរបស់គាត់ឯណាប៉ុន្តែគាត់អត់សំផ្ទះឲ្យគេមួយទៀតខ្ញុំនិយាយលក្ខណៈពិសេសបាញ់មិញបងប្អូនមិនដឹងទាហានលក្ខណៈពិសេសបងប្អូនណាជាពិសេសទាហានដែលឆ្លងកាត់សមរភូមិសឹងតែគេឲ្យផ្ទះផងបងប្អូនមានដឹងនៅស្រុកអឺរ៉ុបនិងស្រុកអាមេរិកគឺគេអត់មានបុណ្យដឹងគុណមេដឹកនាំទេគឺគេមានបុណ្យដឹងគុណអតីតយុទ្ធជនគេមានបុណ្យដឹងគុណទាហានណាមានមែនទេហើយអាដាមនិកទាហានជាពិសេសដែលខ្ញុំនិយាយអំញ្ញមិញឆ្លងកាត់សមរភូមិឬក៏ណាទាហានដែលមានស្នាដៃនៅក្នុងប្រទេសជាតិឧទាហរណ៍ដូចឪពុករបស់ខ្ញុំឬពិតព្រោះខ្ញុំតាំងឲ្យទាហានដតីទៀតបើគាត់បានប្រព្រឹត្តខុសអានេះខ្ញុំមិនអាចកាន់ជើងគាត់ទេប៉ុន្តែរឿងនេះគឺរឿងណាចង់បំបិតមាត់សូនតារាឬក៏ចាប់ជាចំណាក់ខ្មាំងសុខសាន្តឬឪពុករបស់ខ្ញុំជាអតីតយុទ្ធជនរដ្ឋាភិបាលយកអាយុជីវិតទៅការពារទឹកដីឆ្លងកាត់សមរភូមិរហូតដល់សមរភូមិចុងក្រោយគឺសមរភូមិ98ពេលដែលគណៈបកហ៊ុនស៊ិនប៉ិចត្រូវបានគណៈបកប្រជាជនដេញវាយនេះឪពុករបស់ខ្ញុំគឺដេញដល់អូស្មាច់ដល់កោះកុងមែនទេដល់អូស្មាច់ដល់កោះកុងអាតំបន់ដែលថៃកាន់កាប់រាល់ថ្ងៃនេះគឺតំបន់ដែលឪពុកខ្ញុំធ្លាប់ទៅធ្វើសង្គ្រាមបណ្ដេញទ័ពគណៈបកហ៊ុនស៊ិនប៉ិចដែលស្មោះត្រង់ស្ដេចក្រមព្រះខាងនោះយើងស្រីមុំណាបញ្ជូនទៅព្រំដែនសង្គ្រាមនៅក្នុងអំឡុងពេលជិត30ឆ្នាំជិត20ឆ្នាំចុះយើងនិយាយចុះអញ្ចឹងមនុស្សប្រភេទហ្នឹងគឺគេគោរពបងប្អូនគឺគេគោរពគេត្រូវមានឈ្មោះគេត្រូវឲ្យតម្លៃគេត្រូវមានប្រាក់បំណាច់គេអត់ត្រូវទៅចាប់យកទៅដាក់គុកទេអញ្ចឹងបានតែយើងមើលទៅថាខ្ញុំនិយាយអំពីទៅនេះថានិតកុកស៊ីកម្មផលហ៊ុនសែនគាត់លេងមកក្បាច់នេះគឺថាគាត់បាត់បង់តម្លៃនិងគុណធម៌ច្រើនណាអានឹងខ្ញុំសម្រាប់រឿងនេះខ្ញុំលើកឧទាហរណ៍តូចមួយមែនទេពាក់ព័ន្ធជាមួយនឹងការមិនឲ្យតម្លៃអតីតយុទ្ធជនដែលឆ្លងកាត់សមរភូមិដែលជាគណៈបកប្រជាជនហើយលើកលែងតែមានសង្គ្រាមបាននាំគ្នាលើកទឹកចិត្តកងទ័ពចុះកងទ័ពពីមុនយើងទាំងអស់គ្នារកវិសាកងទ័ពដែរឃើញទេយើងទាំងអស់គ្នានឹងបានដើរជន់មានបានដេកព្រៃបានលីកភ្លើងស៊ីបាយកតាប់នៅក្នុងត្រង់សេនៅក្នុងព្រៃនៅបាញ់រោងគ្រាប់ជំនួសប្រជាជនទេហើយពួកអ្នកទាំងអស់ហ្នឹងសាកសមនឹងឲ្យអ្នកឯងយកមកលេងជាល្បែងនយោបាយទៅចាប់ដាក់គុកទេខុសមួយទៀតខ្ញុំត្រឡប់មកលេងនវត្រានេះដែលជាឧទាហរណ៍មួយrấtច្បាស់ទៀតអ្នកឯងនេះអាចនិយាយថាអូមនុស្សមានសិទ្ធិស្មើគ្នាពិតមែនប៉ុន្តែជាទូទៅសិទ្ធិវាអត់មានលើសគ្នាទេគ្រាន់តែថាបើអ្នកនឹងជាកងទ័ពបើអ្នកនឹងជាទាហានជាពិសេសអ្នកដែលបានឆ្លងកាត់សមរភូមិគេលើកទឹកចិត្តសិនតែគេឲ្យរដ្ឋាភិបាលហ្នឹងគេឲ្យគាត់ថាគេមិនអាចធ្វើជាចំហឲ្យខ្លាចជាអយុត្តិធម៌សម្រាប់កងទ័ពដទៃទៀតក្មេងមិនខ្លាចខ្លាប៉ុន្តែគេអាចលួចមិនឲ្យមានបញ្ហាហ្នឹងបងគេអាចលួចចាំនិយាយលួចដោះស្រាយកុំឲ្យអ្នកនឹងមានបញ្ហាណាពីព្រោះទាហានហ្នឹងគាត់មានបញ្ហាយើងទៅដោះស្រាយឲ្យផ្ទះទៅចុះទាហានរាប់ពាន់អ្នកផ្សេងទៀតណាដូចឪពុកសូនារាអីនឹងឆ្លងកាត់សមរភូមិទៅហ៊ុនសែនចាប់ដាក់គុកនេះអាហ្នឹងវាយ៉ាងម៉េចអញ្ចឹងណាគឺជាទូទៅពាក្យថាកងទ័ពនៅប្រទេសណាក៏ដោយបងប្អូនគេតែងតែឲ្យតម្លៃទី1មិនថានៅស្រុកបារាំងទេនេះមិនថានៅស្រុកបារាំងមិនថាស្រុកអាមេរិកទេមានអធិពលជាងប៉ូលីសណាបងប្អូនណាផ្ទះខោអាវស្ពណ៌តែហ៊ានណានៅក្នុងសង្គមមានអធិពលជាងប៉ូលីសគឺចាំហេតុអីការពារទឹកដីអាយុជីវិតទឹកដីដែលយើងមានវត្តមានបច្ចុប្បន្នហ្នឹងគឺយើងអាចអភិវឌ្ឍយើងអាចរស់នៅបានផឹកស៊ីច្រៀងរាំដើរកំសាន្តគឺដោយសារតែពួកកងទ័ពយុទ្ធជនហ្នឹងយកជីវិតរបស់ខ្លួនទៅការពារទឹកដីនិងអាយុជីវិតយើងទាំងអស់គ្នានឹងអញ្ចឹងនៅប្រទេសណាក៏ដោយគេដឹងគុណណាស់អញ្ចឹងបានខ្ញុំលើកយករឿងលេងនវត្រានេះ
ជាឧទាហរណ៍នេះខ្ញុំថាជារឿងមួយដែលឆ្លុះបញ្ចាំងមកមើលមកផ្លែថាជាកំហុសរបស់លេងបាត្រាវាគឺជាកំហុសពិតប្រាកដប៉ុន្តែវាឆ្លុះបញ្ចាំងអំពីកំសោយនៃវិធានការរដ្ឋដែលធ្វើឲ្យមនុស្សម្នាក់ណាដេវីតនិងកូនខ្មែរអាណាចក្រក៏លុបប្រទេសកម្ពុជាមួយហើយអានឹងវានឹងចុងក្រោយខ្ញុំថាចាអានឹងវាមិនដឹងជាត្រូវនិយាយយ៉ាងដូចម្ដេចបើវាអញ្ចឹងទៅហើយមែនទេស្ថានភាពនេះមានតែនៅក្នុងប្រទេសកម្ពុជាទេដែលមនុស្សឈរបោកនៅនឹងភ្នែកបែរជានាំគ្នាឈរផ្ទះដៃហើយផ្សាយពាណិជ្ជកម្មពេញ fresh news ពាណិជ្ជកម្មបញ្ញាសយគឺឃើញពេលអីក៏បរិយលេងនវត្រាលេងនវត្រាដែល fresh news នោះគឺអតិថិជនផ្ដាច់មុខប៉ុន្តែឃើញអតិថិជនផ្សេងទៀតទៅតវ៉ាអត់សង្បរិយអីគេអត់ឃើញ fresh news ចុះផ្សាយតែប៉ុន្តែបើឃើញដោះស្រាយបានម្នាក់តវ៉ា100នាក់ដោះស្រាយបានម្នាក់អានឹងឃើញចុះផ្សាយណាដល់ទៅពេលអតវ៉ាទៀមទាដីរឿងអយុត្តិធម៌គឺស្ងាត់ឲ្យឆឹងអានឹងគឺស្មើនឹងគីមសុនរួមគំនិតគ្នាដើម្បីធ្វើបាបជាប្រព័ន្ធណាបងប្អូនហើយបើរដ្ឋអត់មានជួយឬក៏ចាត់វិធានការអីទេអានឹងគេហៅថារដ្ឋចូលរួមណាបោកប្រាស់ជាមួយនឹងលេងនវត្រាដែរប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាសុខុមវណ្ណស្រាត់ខោជនបដិការផ្លាស់ប្ដូរផ្នត់គំនិតគ្រឿងក្លែងទី2ស្លាប់ចប់លេងនវត្រាខណ្ឌប៉ុន្តែនៅមានទៀតប្រធានបទហ្នឹងឲ្យតែអត់មានដំណោះស្រាយមិនប្រធានបទថាគ្រឿងក្លែងតែងតែមានជានិច្ចខ្ញុំអំបញ្ញមិញខ្ញុំបង្ហើបបន្តិចអំពីកម្មផលមានអ្នកខ្លះស្លាប់ទោះជាប្រឹងក៏មិនស្លាប់ Tiger First មានអ្នកខ្លះស្លាប់ដោយមិនបាច់ប្រឹងមានសង្គមខ្លះស្លាប់ដោយសង្គ្រាមសោកនាដកម្មមនុស្សសង្រេចពីព្រោះវាជាចេតនារបស់មនុស្សទៅសម្រាប់មនុស្សគេចងកំហឹងមានសង្គមខ្លះបរិបទខ្លះមនុស្សស្លាប់ដោយអត់សង្គ្រាមទេដោយគ្រោះធម្មជាតិឬឧបទ្ទវហេតុដូចជានៅប្រទេសថៃប្រមាណទឹកចំនួនស្លាប់មនុស្សប្រមាណ100នាក់ហើយថ្មីនេះដួលណាដួលបង្គោលឬក៏នៃកាច់ផ្លូវរថភ្លើងមួយនាំឲ្យស្លាប់មនុស្សនឹងជិត100នាក់នៅអ៊ីរ៉ង់បាតកម្មស្រុកអត់មានសង្គ្រាមទេឥឡូវនេះរបាយការណ៍ចុងក្រោយស្លាប់មនុស្ស2500នាក់នេះគឺជារបាយការណ៍បឋមហើយនៅមានតទៀតនៅអ៊ីរ៉ង់នៅប្រទេសដទៃទៀតបើយើងនិយាយសំដៅទៅលើការស្លាប់ណាគឺវាមានកើតឡើងអំពីសង្គ្រាមឧបទ្ទវហេតុនិងគ្រោះធម្មជាតិតាមខ្ញុំនិយាយនេះលើកឡើងដោយសារពាក់ព័ន្ធទៅតិចទៀតទៅនឹងប្រធានបទទី1នេះណាអញ្ចឹងបងប្អូនការស្លាប់ខ្ញុំនិយាយត្រង់នេះបន្តិចគឺទោះជាមានច្រើនប្រភេទក៏ដោយប៉ុន្តែមនុស្សគ្រប់រូបសៀងគិតជាមិនអាចគិតអំពីសេចក្តីស្លាប់បានឡើយគ្រាន់តែថាស្លាប់មាន2សម្រាប់ទស្សនៈសូនារាមិនមែនជាទស្សនៈអ្នកណាទេគឺស្លាប់ដោយបិទភ្នែកចិត្តនិងស្លាប់ដោយបិទភ្នែកមិនចិត្តអានេះគឺពាក្យខ្មែរចំទូតែម្ដងសវណ្ណរាគិនអ្វីទៅដែលហៅថាស្លាប់បិទភ្នែកចិត្តស្លាប់បិទភ្នែកចិត្តបើសម្រាប់សូនារាគឺមាន2ទៅទៀតទី1ការស្លាប់ដោយបិទភ្នែកចិត្តធម្មតាមានន័យថាជាការស្ងប់អារម្មណ៍ទទួលយកការពិតដានីស្រីនុតលីវបូរីនិងទទួលយកសេចក្តីស្លាប់ទទួលយកការពិតគឺទទួលយកសេចក្តីស្លាប់គឺទៅដោយស្ងប់អារម្មណ៍មិនអាឡោះអាល័យទទួលស្គាល់ថាជីវិតមានទីបញ្ចប់ហើយអាហ្នឹងគឺគេហៅថាសម្រាប់សូនារាទេណាអាហ្នឹងគេហៅថាស្លាប់បិទភ្នែកចិត្តទី1ស្លាប់បិទភ្នែកចិត្តទី2គឺជាការស្លាប់ដោយឆន្ទៈគឺជាការស្ម័គ្រស្លាប់គឺជាការឲ្យតម្លៃនៃសេចក្តីស្លាប់
គឺជាការស្លាប់ដែលកើតជាប្រយោជន៍ឧទាហរណ៍ដូចជាកងទ័ពដូចជាកងទ័ពមែនទេកងទ័ពគាត់មិនដឹងថាចូលទៅបាញ់ទៅស្លាប់ទេប៉ុន្តែអានេះគេហៅថាស្លាប់ដោយឆន្ទៈអានឹងគឺមានតម្លៃដូច្នេះហើយបានជានៅលើពិភពលោកជាងនេះគឹមលីយូគេតែងតែលើកតម្លៃកងទ័ពកងទ័ពនៅក្នុងសមរភូមិដែលជាពិសេសដែលបានឆ្លងកាត់ទៅក្នុងសមរភូមិទៀតគេមិនត្រូវយកទៅជាលបែងលេងនយោបាយទេអាហ្នឹងនោះមែនទេទោះយ៉ាងណាក៏ដោយមិនអាចទៅយកមនុស្សស្លូតត្រង់អីហ្នឹងបើថាបើកងទ័ពនឹងឃាតករសម្រាប់មនុស្សអីអាហ្នឹងវាជារឿងធម្មតាដែលមានទោសប្រចាំតែចង់និយាយថាវាអត់មានអីសោះនេះអានេះគឺគេអត់ធ្វើអញ្ចឹងគឺរមិលគុណមកប៉ុណ្ណាអ្នករមិលគុណកងទ័ពតែងតែវិនិច្ឆ័យខ្លួនឯងនរ៉ាហៀងបើមិនវិនិច្ឆ័យក៏នាំប្រទេសជាតិទៅវិនិច្ឆ័យអ្នករមិលគុណកងទ័ពណានឹងនាំប្រទេសជាតិទៅវិនិច្ឆ័យបាត់បង់ទឹកដីបាត់បង់ទ្រព្យសម្បត្តិផ្ទះសម្បែងអាយុជីវិតនេះប្រជាជនថ្កោលទោសស្ថិតនៅក្នុងអារម្មណ៍របស់មហាជននឹងគេមើលទៅគេឈឺចាប់អានេះគឺជាស៊ីកេរឿងមួយដែលជាកម្មពីពិតប្រាកដអញ្ចឹងចុះស្លាប់បិទភ្នែកមិនចិត្តគឺស្លាប់បិទភ្នែកមិនចិត្តបើសម្រាប់សូនតារាហ្នឹងគឺវាមានច្រើនប្រភេទប៉ុន្តែមានពីរដែរបងប្អូនខាងនេះខ្ញុំនិយាយអំពីទស្សនវិជ្ជាហើយបងប្អូនអាចកត់និងចំណាំមើលដោយខ្លួនឯងទី1ស្លាប់ដោយមិនដឹងខ្លួនអានេះគឺបិទភ្នែកមិនចិត្តទេស្លាប់ដោយមិនដឹងខ្លួនខ្មែរយើងច្រើនហៅក្បោចតៃហោងទាន់ហន់បងប្អូនណាជីស្រាប់តែយើងជីឡានជីកង់ជីអីទៅឡានមកពីក្រោយឧទាហរណ៍ទេណាឡានមកពីក្រោយម៉ាំងទៅគ្នាអត់មានបានដឹងខ្លួនទេសេឡារិតពេជ្រអានេះគឺចំនេះស្លាប់មិនដឹងខ្លួនស្លាប់មិនបានព្រៀងទុកទី2យូកូជីកូគឺស្លាប់ដោយសេចក្តីភ័យខ្លាចឬដោយគ្មានឆន្ទៈសេចក្តីភ័យខ្លាចដែលគ្មានឆន្ទៈមានន័យថាការខ្លាចស្លាប់មនុស្សដឹងតែចិត្តស្លាប់ពេលដែលឃើញគ្រាប់ធ្លាក់មកភ័យប្រផាត់ប្រភិញអញ្ចឹងទៅអេនសុភ័ក្រមែនទេពេលដែលមានជំងឺមហារីកមានអីចឹងទៅមានទ្រព្យសម្បត្តិច្រើនមានប្រពន្ធក្មេងស្អាតមែនទេមានមីជីងស្រីម៉ាងស្រីមុំមានស្អីផ្សេងអារម្មណ៍អត់មានដាច់ស្រឡះទេនឹងភ័យខ្លាចជួយអញផងអញងាប់ឥឡូវហើយមែនទេគឺស្លាប់ដោយសេចក្តីភ័យខ្លាចអត់ដោយសោកឆន្ទៈអាហ្នឹងណាស្លាប់ដោយសេចក្តីភ័យខ្លាចមានច្រើនណាស់ខ្លាចនេះខ្លាចនោះខ្លាចនេះខ្លាចនោះបើសរុបមកវាផ្ទុយអំពីកងទ័ពគឺកងទ័ពគេហៅថាស្លាប់ដោយឆន្ទៈអាហ្នឹងគឺមានគុណបុណ្យស្លាប់ដោយសេចក្តីភ័យខ្លាចគឺដែលអត់មានឆន្ទៈមួយទៀតដូចកងទ័ពដែរការស្លាប់ដោយបិទភ្នែកចិត្តគឺមនុស្សដែលយល់ថាការលះបង់ជីវិតទៅគឺមានតម្លៃអញ្ចឹងបានតែខ្ញុំសូនតារាឧស្សាហ៍តែនិយាយថាចេះបងប្អូនខ្ញុំជឿថាអានេះគេហៅថាផ្ចាញ់ទៅផ្ចាញ់មកចម្លើយនេះគេថាបើឯងខ្លាំងណាស់ទៅចូលទៅផ្លាស់ដូរមកបើឯងខ្លាំងឯងចូលមកអានេះចូលមករងងាប់ខ្ញុំថាបើសិនជាខ្ញុំនៅនិយាយដដែលហ្នឹងរហូតមកទល់ឥឡូវណាបើសិនជាខ្ញុំជាប់គុកឬសេចក្តីស្លាប់របស់ខ្ញុំកើតជាប្រយោជន៍ដល់ប្រទេសជាតិខ្ញុំអាចស្លាប់នៅថ្ងៃស្អែកបានហេតុអីទោះជាខ្ញុំរស់យ៉ាងណាក៏ជីវិតខ្ញុំកិច្ចមិនផុតអំពីសេចក្តីស្លាប់ដែរដូច្នេះបើសិនមុនហើយនឹងក្រោយខ្ញុំចាំ30ឆ្នាំទៀតចាំស្លាប់ណាដោយជំងឺនៅក្នុងមន្ទីរពេទ្យនិងខ្ញុំស្លាប់ស្អែកប៉ុន្តែកើតជាប្រយោជន៍យ៉ាងនេះកែវរឿងអីខ្ញុំមិនស្ម័គ្រស្លាប់ខ្ញុំស្លាប់ភ្លាមប៉ុន្តែសួរថាតើវាកើតជាប្រយោជន៍នៃការផ្លាស់ប្ដូរដែរឬទេកគុណណាណាយូស៊ូកាតើវាកើតជាប្រយោជន៍ដែរឬទេវាអត់បើអត់គឺយើងត្រូវទុកជីវិតដើម្បីយ៉ាងហោចណាស់បំរើបែបនេះអ៊ីស្មីដើម្បីបំរើផលប្រយោជន៍ជាតិនិងមនុស្សជាតិយ៉ាងហោចណាស់ក៏បំរើពិភពលោកតិចដែរមែនទេបំរើអារម្មណ៍មនោសញ្ចេតនារបស់មនុស្សដែលកំពុងតែតាមដានទស្សនាទូរទស្សន៍សូនតារាអានឹងគឺជារឿងមួយសច្ចធម៌បងប្អូនណាអញ្ចឹងបានជាចំណុចនេះខ្ញុំនិយាយអំពីសេចក្តីស្លាប់គឺជាសេចក្តីណាលំអិតមួយដែលពាក់ព័ន្ធជាមួយនឹងបញ្ហាពិភពលោកបច្ចុប្បន្នហើយបងប្អូនឥឡូវនេះខ្ញុំភ្ជាប់ទៅនឹងប្រធានបទទី1ប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាស្រាប់ខោជនបដិការផ្លាស់ប្ដូរផ្នែកគំនិតស្លាប់
សរុបសេចក្តីមកបងប្អូនឃើញហើយមែនទេស្លាប់បើសម្រាប់សូនរាមាន2គឺស្លាប់បិទភ្នែកចិត្តនិងបិទភ្នែកមិនចិត្តស្លាប់បិទភ្នែកចិត្តមាន2ទៀតគឺទទួលយកសេចក្តីស្លាប់ថាជីវិតអស់ហើយទៅដោយស្ងប់ទី2គឺស្លាប់ដោយឆន្ទៈដូចជាកងទ័ពដូចជាអ្នកបូជាដើម្បីអ្វីមួយដូចខ្ញុំលើកឡើងបាញ់មិញសូនតារាបើសិនជាខ្ញុំស្លាប់នាំឲ្យមានការប្រែប្រួលខ្ញុំមិនខ្លាចស្លាប់ទេខ្ញុំអត់ចាំដល់30ឆ្នាំទៀតចាំស្លាប់គេយកទៅដុតចោលគេយកទៅបាត់ចោលទេខ្ញុំស្លាប់ឥឡូវនេះទាន់មានប្រយោជន៍អញ្ចឹងបងប្អូនណាអ្នកដែលជាកូនសិស្សសូនតារាយើងត្រូវចោទជាសំណួរនឹងថាយើងគង់តែស្លាប់ទេអញ្ចឹងមកខ្ញុំនិយាយអំពីថ្ងៃអនាគតបើរបបផ្ដាច់ការគេប្រើប្រាស់គុកដើម្បីគ្រប់គ្រងគម្រាមកំហែងយើងដាច់ខាតត្រូវតែមានមនុស្សរាប់ម៉ឺនរាប់លានអ្នកដើរចូលគុកហើយតាំងខ្លួនថាសេចក្តីស្លាប់និងការលះបង់របស់យើងគឺមានអត្ថន័យណាស់ដើម្បីអ្វីមួយពីព្រោះទោះជាយើងមិនស្លាប់មែនទេក៏គង់តែស្លាប់នៅថ្ងៃណាមួយដែរស្លាប់បិទភ្នែកមិនចិត្តគឺស្លាប់ដោយមិនដឹងខ្លួននិងស្លាប់ដោយសេចក្តីភ័យខ្លាចមិនឆន្ទៈប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាស្រាត់ខោជន់ផ្ដាច់កាសារីគីមផ្លាស់ប្ដូរផ្នត់គំនិតពលីស្លាប់ដូចគ្នានេះឆាវយោងតាមអាស៊ីសេរីនៅថ្ងៃនេះឃើញសរសេរអំពីកងទ័ពស្លាប់ចំនួន140នាក់ខ្ញុំគិតថាមិនដឹងជាតួលេខនេះពិតប្រាកដឬក៏យ៉ាងណាប៉ុន្តែបើយើងមិនទាន់ដឹងពិតប្រាកដនៅឡើយគឺយើងអាចនិយាយត្រឹមណាអាស៊ីសេរីទៅចុះមួយទៀតខ្ញុំក៏មិនដឹងថាតើអាស៊ីសេរីនេះគាត់បានដកស្រង់ប្រភពពីណាពីក្រសួងការពារជាតិពីយោធាឬក៏ពីរបាយការណ៍មេវិជាការណាមួយគឺយើងមិនបានដឹងប៉ុន្តែទោះយ៉ាងណាក៏ដោយជាបឋមអាស៊ីសេរីគឺជាប្រព័ន្ធផ្សព្វផ្សាយផ្លូវការខ្ញុំត្រូវយោងប៉ុន្តែបើសម្រាប់សូនរាខ្ញុំថាចំនួននេះណាប្រហែលជាមិនត្រឹមត្រូវទេ140នាក់អាចលើសនឹងប្រធានបទទី1នេះទី1ខ្ញុំនិយាយអំពីពលីអំបញ្ញមិញខ្ញុំបានចូលនៅក្នុងគ្រឿងខ្លែងមែនទេយឹមវណ្ណាទី2ខ្ញុំបន្ទាប់ពីពលីនេះគឺខ្ញុំបានចោទជាសំណួរថាតើហ៊ុនម៉ាណែតត្រូវចំណាយពេលប៉ុន្មានឆ្នាំ10ឆ្នាំ100ឆ្នាំឬរហូតតើចំណាយអីឥឡូវយើងនិយាយអំពីពលីខ្ញុំមុននឹងចូលទៅដល់ការសម្ដែងនៅបកស្រាយសំទុះប្រធានបទនេះខ្ញុំសូមចូលរួមរំលែកទុក្ខដល់ក្រៀមក្រំចំពោះយុទ្ធជននៅក្នុងសមរភូមិដែលបានពលីបូជាសាច់ស្រស់ឈាមស្រស់ដើម្បីបុព្វហេតុជាតិមាតុភូមិកម្ពុជាខ្ញុំសូមគោរពវិញ្ញាណក្ខន្ធទី2ខ្ញុំសូមគោរពដឹងគុណដោយមិនអាចកាត់ថ្លៃបានចំពោះវីរៈកងទ័ពយុទ្ធជនដែលបានពលីដើម្បីការពារទឹកដីជាតិមាតុភូមិកម្ពុជាទី3ខ្ញុំសូមឲ្យរដ្ឋាភិបាលនៃរបបហ៊ុនចិនស្រាប់យកចិត្តទុកដាក់ផ្ដល់នៅសំណងការលើកទឹកចិត្តការចិញ្ចឹមបីបាច់ថែរក្សាអ្នកដែលមានឈ្មោះពលីឬក៏អ្នកដែលពិការទំនុកបំរុងមិនមែនទំនុកបំរុងចិញ្ចឹមទេទំនុកបំរុងមានន័យថាបន្តិចបន្តួចជាយូរអង្វែងមិនមែនម្ដងហើយបាត់ថតដាក់ទូរទស្សន៍វាទៅជាច្បាប់យូរអង្វែងទំនុកបំរុងតិចតួចតែយូរអង្វែងសម្រាប់ក្រុមគ្រួសារដែលបានពលីនៅក្នុងសមរភូមិអញ្ចឹង3នេះខ្ញុំសូមសម្ដែងណានៅចំណុចទាំង3សំខាន់នេះមួយទៀតបងប្អូនរឿងរបាយការណ៍នៃការពលីឬក៏ពិការ
vì mình mến chỉ rừng mũi để dưỡng trâu khát rứ có mình hiền vậy tệ con tay viết chứ chùm rơ rồi bỏ dưỡng cua này dây rư cọ ảnh nâu không ca tùm lệ cọp đâyประเทศญี่ปุ่นดอยยามเร็งปีกรอบโกเกนเยี่ยมปีจุ่มนู่นเนี่ยสลับคืออเมริกาอีกทีมันนี่มันได้ส่งอะไรให้ได้บางจิตขยมมันได้นี่ยัยอมปีเนี่ยกองตัวพกกองตัวไอ้นี่ดูขยมทลอบนี่ยัยยังคือขยมทลอบเนื้อแต่เฮียนขยมทลอบเนื้อจมูกแต่เฮียนนั้นคือเนี่ยเจริญนะปรามบุญปรามชนะเนี่ยจังกองตัวมูลฐานกองตัวบันตีthể hiện tất cả những thọt xì ca ban đó nè nhưng mình cua thọtหรือก็บอกหายเตะวิแปะปอนจมูกนึงกาสงัดหรือก็สันติสกจิตโดยฉะนั้นขยมมันจังบัดยิ่งเตะมาบองโอนกีปังข้อขยมก่อนหนึ่งมือเตะก่อนหนึ่งทำบ่ใช้ยาสับจาบ่สำหรับโซนระคืออันนึงวิจิกิกาสันติสกกองตัวบองโอนในสระอเมริกในสระอะไรกีบังคับแต่อะไรหักเลยอะไรหักนั่นขนมสลานั่นเกี่ยวกับมันแต่ปฏิบัติการบอกเกิดทอดตัวแต่วิจิไอเกษาปีชนะมาให้แล้วแต่ปัจจุบันประเทศกัมพูแต่มีนประชมมุกดาคณีนั่นคือมันได้ปักหานมูลฐานในโปรหานั้นโปรมูลฐานนั้นปัจจุบันนั้นวิเคราะห์วิเคราะห์จอมนามูลฐานนั้นนะก็อันนั้นคือบอกโอนนะอะไรปัจจุบันนั้นยังรูปทอดที่อาจจะรูปทอดยังไปโจมลงกูก่อนบ้านเอาแต่เราจะสกอร์ตีตันที่ยังซูมยังทอดยมโซนแต่ละทอดเอาแต่เราจะมาสกอร์ตีตันเตะยมทอดในมอดตะเลยมทอดมอดตะเลยมมีทอดจวบไอ้ต่างอ่ะยมควันแต่ยมรูปทอดนั้นไปโจแต่ขนมกูก่อนละกูก่อนวิสกอลวันนั้นกูก่อนวิสกอลวิซูมตีนมาบันดังแต่อ๋อดังในมอดตะเลแต่หรือก็รูปทอดข้าในขนมปังยืนในอุติฮอท่านเนี่ยสำหรับอเมริกนั้นก็มีสกอลตีกอดคืนหมดแผลนั้นใบคณีซ้ำมาพยซ้ำจบชนะมาอัดสกอลเลยสำหรับบ้านรูปทอดมุ้ยคืนแต่รูปทอดมุ้ยมันดังแต่จมเตี้ยกอดหน่อยนั่งเจ้ามือเต่ามีคืนเล็กเดี๋ยวมันคืนเล็กพลอยผ่องคืนแต่กอดนั่งกุยผักสาหมกปับหนึ่งหมกเตี้ยยังอายุรูปทอดนั่งนะแต่ดักโจกูกอลแล้วมันนี่ทัชแขนยังดักรูปทอดนั่งโจกูกอลแล้ววิชัยมาวิปรับยังดันในรำบันนามวิมันแบบร้อยวิไอเสดียงคณีนั่นมันต้องวิไอนี่ได้วิไอนี่ได้ป่ะเนี่ยจังว่ารูปทอดวิปรับติบัติการกองตัวไม่กี่ทอดไปได้วิจอบวิมาชนั่งก็ลองพบแต่ห้าวอย่างอะไรนึงนี่จีไอเกษาตีแล้วเนี่ยจีไอเกษาจีไอตีจังอันนั้นคือเชี่ยระเบียบมวยนี่ยังอย่างปีสันติสุขวันนี้กล่าวว่าสันติสุขจิตคือเปียกปนจนนั้นเป็นการสำนักกองตัวนั่นไงนั่นเองสันติสุขจิตคือเป็นการสำนักกองตัวนะเบอร์สันจีกองตัวขมิ้นเป็นการสำนักจอบเท้าบางบนอันนั้นคือจะอังคือเจียระบองมวยนำไปกาเปียเจียเมตุภูมิเบอร์อันนั้นโดยขนมเมรุโดยขนมคลุนเยอะโดยอังติกัวน่ะโดยอังติกัวแต่เฮียนเบอร์อันนั้นเลี้ยอ่ะเต้เมรุโจลไวลงออกไปไม่จังเบอร์สันจีมูลฐานตัวหรือกองตัวเตอเลี้ยเลยมีการสำนักมีในท้าวิกติกตีออกเตอร์เตอจังเลนใส่กับวันได้กาเปรย์จังบานเจี๊ยบางคนยังกอดสูตรละกูได้เคยบอกยังแต่พวกเขาใส่ยังเลยบอกโซนร้านยังบอกเขาแต่รูปขยมไปมืออัตบัตเลยเรื่องโซนร้านสำคัญเลยรูปเองสำคัญเลยอัตบัตจุงก้าขยมบอกเขาเธอหมอโอบจุงก้าขยมบอกเขาหนึบซาจุงก้าขยมบอกเขาโชห่างแต่เตียวจุงก้าขยมบอกเขาดาวต่างพลวิเดปไตมันบันมือรูปเลยบางคนเรื่องโซนร้านคือมือคลำซาจีสำคัญอันนั้นคือมวยเก็บบางคนเชี่ยเมรินจีบัดไปสาวมวยได้ยืงบางคืนกองตัวยืงสลับรอบโรยเนี่ยขนมระยะปีประมาณไงเคยชิมบ่อยอันนี้สลับนี่นะบางคนตัวจีบัดบังตัดใดตัวเตี้ยอัลฟีสลับสังเกตเบอร์ซึ่งจีการสลับนี่ไอกาปีตัดใดบานอันนั้นคือเชี่ยเรื่องมวยได้เมลักน้อมเนี่ยกูแต่ยกจัดตกหนักมันได้เรื่องสำคัญคือยกมันนุ่มในขยมจำในใจได้จำเป็นสำคัญนี้นะยกมันนุ่มtừ chỗ băng chỉ mùi nâng đầy từ chỗ băng chỉ mùi nâng dồn họ bật tôi chỉ dương băng drone thầy thiệt bật tôi chỉ dương băng dồn họ thầy thiệt cô với admin đầm lại sao mà nâng chỉ vật con to mà nẹt đại chân trời thứ mấy mình trời sầm rạc sồn ra mình trời dốc con tốt từ chỗ băng chỉ mùi nâng đầy lại từ dốc đấy từ chỗ băng chỉ mùi đấy
កងទ័ពច្បាំងជាមួយកងទ័ពមានន័យថាម៉េចមានន័យថាត្រូវតែធ្វើទំនើបកម្មអាវុធទំនើបកម្មអាវុធហើយមិនចាំបាច់អួតអីទេរៀនធ្វើដូចជប៉ុនរៀនធ្វើដូចយួនអត់ចាំបាច់អួតអីទេកុំធ្វើនៅ Rosanna Evolution កុំរៀនគំរូតាមហ៊ុនសែនបងប្អូនណារៀនគំរូតាមជប៉ុនហើយយួនអត់មានអួតទេស្រាប់តែលទ្ធផលចេញមកនាវាមួយទឹកមាន4 10ដែលនេះយន្តហោះចម្បាំងមាន500ទៅមិនមានអញ្ចឹងទៅអត់មានចាំអួតថាអញមានសំណាញ់មេឃអញសម្បើមហើយតែចូលមកហើយឆ្លើយពេកហើយស្រាប់តែចូលមកមិនណាអាហ្នឹងគេដូចជារឿងនេះរឿងនៅក្នុងស្រុកខ្ញុំវាចំណាំនិយាយរឿងពួកប្រមឹកអាហ្នឹងអាប្រមឹកអួតហ្នឹងគឺផឹកហើយអានោះគឺវាឡូឡាប៉ះអ្នកលេងប្រមឹកអួតអ្នកលេងហ្នឹងប៉ះចំអ្នកមែនប៉ះចំមនុស្សគ្មានសូវមាត់អីប្រហែលទេអត់មានសូវមាត់ដល់ទៅពេលចឹងតែចុះម៉ែអញនិយាយមួយថ្ងៃឯងអត់តអញមួយម៉ាត់អញលេងលីគៀងអានោះគឺអត់តទៀតគ្រាន់តែមើលមុខជុំអានេះអញនិយាយមើលមុខម៉ែឯងចង់វាយអញបើវាយអញហើយវាយមកដោះអាវគេដោះអាវលើកសាច់ដុំវាយមកលើកមុខដល់នោះវាមានណាវាយមែនម៉ាំងមកដៃមកកញ្ចប់មាត់ដល់ងើបមកដាក់ក្បងដៃមកធ្លាក់ឃើញថ្មិញ 3-4 គ្រាប់ដាងខៅក៏សួរចុំហើយវាយអញមែនណាអានេះវាយមែនចុះមកហ៊ានវាយអញផងមកឯងវាយទៀតមកអានោះដាក់ម្ដាយទៀតម៉ាំងដួលខ្ពកទៅដើរចេញបាត់ទៅងើបមកបាត់ថ្មិញសួររកណាគេវាយអញមិនបាត់ហ្នឹងអានឹងគឺចង់និយាយថាដោយហ៊ុនសែនហ្នឹងណាគឺគាត់អួតគាត់សម្ញែងគាត់ធ្វើបាបកម្មសខាបានគាត់ទៅចាប់មនុស្សដាក់គុកក្នុងនឹងបានគាត់ទៅសម្ញែងមួយថៃដាក់ម៉ងទៅរយណាមែនទេខាតឥឡូវនេះវាចូលដល់ខាតអាយុជីវិតកងទ័ពឃើញទេ140នាក់បយោងតាមអាស៊ីសេរីចុះរបួសនៅរាប់រយនាក់ទៀតណាចុះប្រជាជននៅស្លាប់បាត់បង់ជីវិតចុះទឹកដីយើងតែថៃកំពុងតែឈ្លានពានកាន់កាប់ឈ្លានពានណាកាន់កាប់បច្ចុប្បន្នប្រមាណនេះជិត30ទីតាំងបើយោងតាមអ៊ុំសំអានស្មើនឹងបាត់ខេតមួយណោះហើយចុះនៅអាយុទ្រព្យសម្បត្តិប្រជាជនផ្ទះសម្បែងរាប់សែនខ្នងបងប្អូនខ្សែបន្ទាត់តាមព្រំដែនក៏បាត់ប៉ុណ្្នឹងហើយផ្ទះសម្បែងមិនមែនមើលនេះចូលសែនចូលលានខ្នងណាតើត្រូវដោះស្រាយយ៉ាងដូចម៉េចដែរអញ្ចឹងបានជានៅក្នុងចំណុចនេះសូនតារានិយាយឲ្យខ្លីនៅក្នុងប្រធានបទនេះណាចំណុចទី1ពាក់ព័ន្ធជាមួយនឹងពលីនិយាយ3ចំណុចសំខាន់តែគឺខ្ញុំសូមគោរពវិញ្ញាណក្ខន្ធណាសូមគោរពកាន់ទុកចំពោះក្រុមគ្រួសារកងទ័ពនិងកងទ័ពទាំងអស់ទី2គោរពដឹងគុណហើយចំណុចទី3លីអេជុនសូមឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់ឧបត្ថម្ភដឹងគុណដល់ពួកកងទ័ពក្រុមគ្រួសារដែលបានពលីប៉ុន្តែមិនមែនដឹងគុណម្ដងគឺទៅជាប្រព័ន្ធមែនទេមិនម្ដងឲ្យថតដាក់ទូរទស្សន៍ទេហើយចំណែកមួយទៀតមិនត្រូវជាបទពិសោធន៍យើងឃើញហើយមិនត្រូវយកមនុស្សទៅច្បាំងជាមួយនឹងដៃឡើយទោះជាយើងបាញ់យន្តហោះថៃធ្លាក់ឬក៏ដ្រូនថៃធ្លាក់ក៏វាឥតមានតម្លៃស្មើនឹងជីវិតកងទ័ពម្នាក់ដែរដូច្នេះត្រូវធ្វើម៉េចត្រូវតែទំនើបកម្មកងទ័ពគឺត្រូវយកយន្តហោះបាញ់ជាមួយយន្តហោះត្រូវយករថក្រោះបុកជាមួយរថក្រោះត្រូវយកដ្រូនប៉ះជាមួយដ្រូនស្អីគេប៉ះជាមួយដ្រូនសំណាញ់មេឃនេះស្អីគេខែលការពីដៃនកាតតើដ្រូនហោះមក20បើយើងបាញ់ធ្លាក់តែ15ក៏បានដែរមិនបាញ់ធ្លាក់តែ10ក៏បានដែរមែនទេយន្តហោះប្រហែលអញ្ចឹងនៅក្នុងសង្គ្រាមនេះណាបងប្អូនវាទាល់តែយើងយកយន្តហោះប៉ះជាមួយយន្តហោះប៉ុន្តែត្រូវធ្វើម៉េចបើឥឡូវយើងវាអត់ឥឡូវយើងវាក្រអានេះគេចោទជាសំណួរណាបើទៅសូនតារាអត់ក្រខ្ញុំមិនដឹងទេអានេះខ្ញុំមិនដឹងទេគៀលំហាត់ដាក់ឲ្យគិតថាបើយើងអត់បើយើងក្រយើងកំពួនហើយបើសិនជាយើងកំពុងតែធ្វើយើងមិនបាច់ចាំទៅនិយាយអីទេក៏បាច់កំញើយដឹងខ្ញុំនិយាយនឹងកំញើយមួយឲ្យដឹងបងប្អូនខ្ញុំនិយាយប្រវត្តិសាស្ត្រអានេះសិតតែតាក់ទងទៅនឹងចំណេះដឹងទូទៅណាហើយផ្នែកកំណត់នឹងតដែលចៅជីឡុងគឺថៃតែងតែច្រណែនឈ្នានេះនឹងចង់លៀបត្របាក់ទឹកដីខ្មែរខ្ញុំនិយាយចំនួនស្ដេចអង្គឌួងតែពិតស្ដេចអង្គឌួងគឺគាត់ចេះថៃច្បាស់ជាងចេះខ្មែរមកគាត់ជឿខ្ញុំហើយគាត់ចេះភាសាខ្មែរក្រោយមកទៀតទេស្ដេចអង្គឌួងគាត់ធំធាត់រស់នៅរាជវាំងបាងកកច្រើនជាងរស់នៅក្នុងប្រទេសកម្ពុជាពីដើមក្រោយទសវត្សរ៍សតវត្សរ៍ទី15មកប្រទេសខ្មែរបាត់បង់ឯករាជ្យមានន័យថាគឺមួយភាគម្ដងស្ថិតនៅក្រោមចំណុះយួនម្ដងស្ថិតនៅក្រោមចំណុះថៃ
ស្ដេចណាដែលស្ថិតនៅក្រោមចំណុះយួនតែងតាំងស្ដេចណាម៉ុងសៀនស៊ុយដែលស្ថិតនៅក្រោមចំណុះថៃតែងតាំងខ្មែរយើងចាត់តាំងពីសតវត្សទី16មកអត់មានស្ដេចណាដែលមានស្ដេចខ្មែរតែងតាំងស្ដេចទេស្ដេចខ្មែរសិតតែតែងតាំងដោយយួននិងតែងតាំងដោយសៀមឬក៏ឯកភាពលេងពេញសោទាំងពីរដោយស្ដេចអង្គឌួងហ្នឹងគឺឯកភាពទាំងពីររវាងយួនហើយនឹងសៀមឯកភាពគ្នាតែងតាំងប៉ុន្តែស្ដេចអង្គឌួងជាស្ដេចដែលឆ្លាតដែលខ្ញុំនៅតែឆ្លាតមានមនសិការអត់បត់អត់កតែសំងំដោះខ្លួនណាអត់នេះទេខ្ញុំនិយាយរឿងប្រវត្តិមួយស្ដេចអង្គឌួងគាត់សម័យឃើញថាមិនអាចឲ្យប្រទេសនៅក្រៅអាណានិគមណាយួនហើយនឹងសៀមបានទេដូច្នេះត្រូវទៅពឹងអឺរ៉ុបទី1គឺចង់ទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិស្ដេចអង្គឌួងបានលួចរៀបធ្វើកំពង់ផែនិងធ្វើផ្លូវតភ្ជាប់ពីកំពង់សោមមកឧដុង្គប៉ុន្តែអត់ធ្វើទេត្រូវលឺដំណឹងនឹងលេចទៅដល់ស្ដេចថៃស្ដេចសៀមក៏បញ្ជូនមេតបមកត្រួតត្រាស្ដេចអង្គឌួងទៀតស្ដេចអង្គឌួងធ្វើមិនដឹងធ្វើអត់ដឹងមិនទេក្រោយមកស្ដេចអង្គឌួងបានរៀបចំបោសសម្អាតខ្មាំងមានន័យថាកិញសម្ងាត់អ្នកដែលយកកៅឲ្យសៀមមន្ត្រីខ្មែរដែលបំរើសៀមហ្នឹងចេញអស់សង្ងំអត់មានធ្វើអីទេគាត់អត់មានធ្វើអីទេតែងនិពន្ធកំណាទៅតែងរឿងការកៃស្ដេចអង្គឌួងនៃនិពន្ធបើដល់ដឹងរឿងការកៃអង្គឌួងនៃនិពន្ធណាអង្គុយតែងទៅថៃមើលទៅក៏មានដកចេញទៅអស់កំចាត់ពួកមន្ត្រីក្បត់ចេញអស់ស្ដេចអង្គឌួងក៏ចាប់ផ្ដើមធ្វើផ្លូវអញ្ចឹងមានន័យថាម៉េចថៃណាបើសិនជាដឹងថាយើងធ្វើអីឲ្យតែដឹងគឺវាត្រូវតែកាក់យើងចូលមកបើអត់ជឿប្រវត្តិសាស្ត្រហ្នឹងគឺវាគេហៅថាវាដិតវារៀនទៅអាក្មេងៗព្រោះកូនថៃអាពួកនយោបាយសិរៀនប្រវត្តិសាស្ត្រតែមែនទេរៀនប្រវត្តិសាស្ត្រអញ្ចឹងមានន័យថាឲ្យតែដឹងខ្មែរហ្នឹងធ្វើអីហ្នឹងគឺវាទៅកាក់ហ្មងអញ្ចឹងហ៊ុនសែនក៏បានរៀនប្រវត្តិសាស្ត្រគាត់អួតក្អេងក្អាងគាត់ពើងទ្រូងថៃកាក់ទុកមុនទ្រាំមកខ្ញុំគាត់ប្រាប់ទេនេះខ្ញុំមិនថាបើសូនតារាតដឹកនាំប្រទេសវិញគឺស្គាល់ចិត្តសាស្ត្រព្រោះខ្ញុំស្គាល់ប្រវត្តិសាស្ត្រខ្ញុំអានប្រវត្តិសាស្ត្រខ្ញុំដឹងកំអែលប្រវត្តិសាស្ត្រថៃកំអែលប្រវត្តិសាស្ត្រយួនហ្នឹងវាគឺយ៉ាងម៉េចខ្ញុំគិតថាទោះបីជាវាកែប្រែក៏វាអត់កែប្រែ 100% ដែរមានន័យថាអាផ្នែកកំណត់របស់ថៃហ្នឹងវានៅតែចង់ឲ្យខ្មែរហ្នឹងស្ថិតនៅក្រោមប្រទេសរណបវារហូតបងប្អូនទៅចាំហ្នឹងណាថៃតែងតែចង់ថៃនិងយួនតែងតែចង់ឲ្យខ្មែរស្ថិតនៅក្រោមរណបវារហូតអញ្ចឹងបានខ្ញុំនិយាយយូរហើយខ្ញុំនិយាយជាមួយជួនកាលខ្ញុំនិយាយលេងជាមួយលោកស្រីមួយសុខួរអីចឹងទៅជាមួយលោកអេងឆៃអៀងអីចឹងទៅខ្ញុំជួបនិយាយហាងកាទៀវលេងទេខ្ញុំថាពីមុនមកមិនមែនសង្គ្រាមទេខ្ញុំថាថៃនេះមិនដែលចង់ឲ្យនេះសំរងស៊ីឬក៏គណៈបពប្រឆាំងហ្នឹងទៅដឹកនាំប្រទេសទេព្រោះវាត្រួតក្បាលអត់បានហេតុអីបានជាថៃជួយហ៊ុនសែនហេតុអីបានជាថៃហ្នឹងចាក់គណៈបពប្រឆាំងកាលហ្នឹងកាលចំនួនថៃប្រតិបត្តិការចាត់គណៈបពប្រឆាំងដាក់គុកនៅក្នុងស្រុកផងចាត់បញ្ជូនមកវិញផងធ្វើទុកបុកម្នេញឲ្យហ៊ុនសែនគម្រាមផងណាយើងជាឆ្ងល់ចុះមិនប្រទេសថៃមានស្នងការអង្គការសហប្រជាជាតិនៅហ្នឹងមិនក៏ជួយហ៊ុនសែនដេញធ្វើបាបវាយក្បាលចាប់កំទេចបពប្រឆាំងចឹងមកតែខ្ញុំសូនតារាកាលនោះខ្ញុំនិយាយយូរខ្ញុំថាណែស្រីលក្ខទន្លេបាច់ថៃណាហើយនឹងយួនណាមិនដែលចង់ឲ្យខ្មែរមានមេដឹកនាំល្អទេព្រោះតាំងពីជំនាន់ស្ដេចអង្គឌួងមកគឺវាខឹងណាស្ដេចអង្គឌួងគាត់ថាអញ្ចឹងហើយបានគាត់ខំទៅតាក់ទងបារាំងទៅតាក់ទងអឺរ៉ុបពីព្រោះថាបើនៅក្រោមយួនក្រោមសៀមគឺអត់ទេចៅម៉ាស៊ីតហើយណានេះចៅម៉ាស៊ីតអញ្ចឹងបានសនតារានេះថាខ្ញុំមើលប្រវត្តិសាស្ត្រឃើញប្រទេសខ្មែរគង់វង្សដោយសារតាក់ទងបារាំងអញ្ចឹងឥឡូវនេះគ្នាបើសនតារាបើទៅដឹកនាំប្រទេសកាន់អំណាចគង់វង្សប្រទេសខ្មែរគឺខ្ញុំតាក់ទងអាមេរិកខ្ញុំនិយាយដដែលនឹងសម្ព័ន្ធមិត្តចាក់ទឹកមិនដេចដល់មូលដ្ឋានកងទ័ពអាមេរិកនៅនេះកោះណាមួយនៅក្នុងប្រទេសកម្ពុជាខ្ញុំថាដដែលហើយអ្នកណាចងកំហឹងជាមួយសូនរ៉ាចងទោះជាចំនួនដូណាត្រាំក៏ដោយចំនួនណាក៏ដោយព្រោះខ្ញុំមើលស្ដេចអង្គឌួងធ្វើត្រូវមែនទេពេលដែលអាប្រទេសសងខាងហ្នឹងអាចទៅពឹងចិនមែនទេដាច់អាលឿយហ្មងព្រោះអាប្រទេសសងខាងហ្នឹងបើវិញ្ញាទៅប្រវត្តិសាស្ត្រដើមអង្គឌួងពឹងបារាំងខ្ញុំទៅតំណែងជាមួយអាមេរិកអញ្ចឹងបានជាខ្ញុំលើកឡើងតាំងពីមុនហ្នឹងខ្ញុំថាថៃឯងយួនមិនដែលចង់ឲ្យខ្មែរងើបមុខរួចទេខ្ញុំអាសានិយាយអញ្ចឹងឯងបានជាវាជួយហ៊ុនសែនពីព្រោះគាត់ថាបើហ៊ុនសែននៅវាស្រួលត្រួតត្រាវាស្រួលវាយវាស្រួលឈ្លានពានអញ្ចឹងណាអញ្ចឹងក្រោយមកទៀតខ្ញុំនៅនិយាយអញ្ចឹងទៀត
ក្រៅសង្គ្រាមហ្នឹងមានបងប្អូនយើងខ្លះក៏ថាអូនៅថៃវាយតទៅហ៊ុនសែនដួលថៃតទៅហ៊ុនសែនចុះចេញខ្ញុំថាអត់ទេថៃមិនដែលចង់ឲ្យហ៊ុនសែននឹងដួលទេមិនដែលចង់ឲ្យហ៊ុនសែនចុះចេញទេសកុនត្រីអ៊ុំមីសែនថៃគ្រាន់តែវាយចង់ឲ្យហ៊ុនសែនទុនឆ្អឹងណាខ្សោយបំផ្លាញហេដ្ឋារចនាសម្ព័ន្ធកងទ័ពសេដ្ឋកិច្ចដើម្បីឲ្យខ្មែរស្ថិតនៅក្នុងប្រទេសរណបដូចជំនាន់ត្រឡប់ទៅប្រវត្តិសាស្ត្រជំនាន់ប្រវត្តិសាស្ត្រ100ឆ្នាំមុនទេមែនទេគឺថៃគឺអត់មានចេតនាចង់ទៅវាយហ៊ុនសែនទេអត់មានទេគ្រាន់តែធ្វើឲ្យហ៊ុនសែនខ្សោយទុនស្រួលត្រួតត្រាស្រួលច្រឹបយកទឹកដីម្ដងបន្តិចម្ដងបន្តិចព្រោះតាមច្បាប់អន្តរជាតិវាមិនអាចទៅធ្វើដោយអាមេរិកវាយចូលទៅក្នុងប្រទេសអ៊ីរ៉ង់ថៃវាអត់អាចដូចយួនវាយអញ្ចឹងវាខុសច្បាប់អន្តរជាតិវាហ្នឹងវាហួសហេតុពេកអញ្ចឹងវាទុកមនុស្សដើម្បីស្រួលលួចប្លន់ស្រួលត្រួតត្រាបើសិនជាអត់ពីហ៊ុនសែនមានមេដឹកនាំថ្មីហ្នឹងមកខ្លាំងវាទៅត្រួតត្រាមិនបានឧទាហរណ៍ចេះអញ្ចឹងបងប្អូនត្រូវចំណាំណាអានេះខ្ញុំនិយាយបែបប្រវត្តិសាស្ត្រត្រូវចំណាំណាកៅសុកនិមលនៅក្នុងប្រវត្តិសាស្ត្រខ្មែរយួនតាំងពីសម័យក្រោយជាពិសេសសម័យ2ដែលឲ្យខ្ញុំចង់ឲ្យបងប្អូនយើងទៅអានប្រវត្តិសាស្ត្រហ្នឹងសម័យ2ដែលខ្មែរជួចចត់ជាងគេអ្វីដែលសូនតារានិយាយនេះគឺស្ថិតនៅក្នុងសម័យឧត្តមនិងសម័យលង្វែកសម័យ2ហ្នឹងគឺជាសម័យដែលខ្មែរបាត់បង់ទឹកដីនិងឯករាជ្យច្រើនជាងគេបំផុតណាខ្មែរយើងងើបមុខមកវិញក្រោយសម័យអាណានិគមបារាំងទេអញ្ចឹងបងប្អូនយើងត្រូវអរគុណបារាំងបើខ្ញុំអរគុណបារាំងបើគ្មានបារាំងណាយើងបាត់បង់ទឹកដីបាត់ទឹកហើយអញ្ចឹងបានជាខ្ញុំថាត្រឡប់មកវិញយើងមិនត្រូវយកកងទ័ពរដ្ឋាភិបាលទៅប្រយុទ្ធជាមួយនឹងដៃឡើយមែនទេហើយក៏យើងមិនដឹងថាតើថៃស្លាប់អស់ប្រមាណដែរព្រោះថៃគេអត់ប្រាប់ណាក៏មិនជាងគ្នាប្រមាណដែរព្រោះផ្លោងទៅផ្លោងមកនោះសមរភូមិវាអត់ជាងគ្នាប្រមាណទេប៉ុន្តែទោះយ៉ាងណាក៏ដោយខ្ញុំលើកទឹកចិត្តឲ្យនេះប្រទេសកម្ពុជាពង្រឹងវិស័យសពិវុធពីព្រោះប្រទេសជិតខាងនេះវាមិនឲ្យយើងសោកទេបើកាលណាយើងសពិវុធមិនខ្លាំងហើយបើពង្រឹងវិស័យសពិវុធពង្រឹងអួតឲ្យគេដឹងអានោះវាវាយកាក់មុនដូចតែថៃលេងស្ដាច់អង្គឌួងវាកាក់អង្គឌួងវាអត់ឲ្យអង្គឌួងហ្នឹងតាក់ទងជាមួយអឺរ៉ុបពាណិជ្ជកម្មដើម្បីឲ្យវាប្រទេសហ្នឹងខ្ពស់មុខខ្ពស់មាត់ជាងស្រុកវាឡើយគឺវាចាំតែវាយយើងទេបងប្អូនអត់មានហេតុផលអីឡើយហេតុផលតែមួយគត់គឺត្រូវតែធ្វើឲ្យខ្មែរអន់ជាងវារហូត